ជំរាបសួរក៏ដូចជាអ្នកគ្នាសូមស្វាគមន៍ការសម្រាប់សាច់រឿងស្ដេចវិសាឈូយើងជាបន្តទៀតមុនចូលទៅកាន់សាច់រឿងសូមបងប្អូនគ្នាសូមមេត្តាជួយចុច Subscribe ឲ្យ Channel Admin ម្នាក់មួយផងឥឡូវកុំឲ្យខាតពេលវេលាយូរយើងតាមដានសាច់រឿងយើងជាបន្តទៀតតែស្ពាបកាត់មកកាន់ទូកក្តៅយើងជាបន្តទៀតយើងឃើញថាអ្នកគ្រូអូនបាននិយាយទៅកាន់ស្ដេចវិសាឈូថាអាសះក្បត់គ្រូនេះនឹងសម្រាប់អ្នកនៅថ្ងៃណាមួយជាមិនខានទេចង្រៃយកបន្តមកយើងកាត់មកកាន់បើថ្ងៃក្រោយមកយើងឃើញតាស្ដេចវិសាឈូបានដើរកាត់នៅផ្លូវមួយហើយបានរៀបថាអាគារនៃចលងព្រំលូនៃកម្ពុជាផ្នែកសាច់ប្រាក់ខ្ញុំបានផ្ដល់នៅសាច់ប្រាក់ទៅកាន់អត្រាហើយហាមរាជាវាជាផ្កាយបរិសុទ្ធបានមកដល់ទីបញ្ចប់ទៅហើយរបាយការណ៍របស់វិសាឈូសៀបានឆ្លងកាត់ពីនិតហើយវាមើលទៅដូចជាព្រលឹងទារកអរិយនៅក្នុងព្រៃបើសិនបើចង់បន្តនៃការដាំដុះរបស់ខ្ញុំទៅតែបង្កើតការដាំដុះរបស់ខ្ញុំជាមុនសិនបញ្ជីនេះទើបតែធ្វើបច្ចុប្បន្នភាពតែប៉ុណ្ណោះបន្ទាប់ពីដើររយៈពេលជាង80ម៉ោងក្រោយមកវិសាឈូបានងាកទៅកាន់ឃើញពួកសិស្សកំពុងតែនិយាយគ្នាហើយបាននិយាយថាជាការពិតវាត្រូវបានជ្រើសបច្ចុប្បន្នភាពទៅហើយបន្ទាប់ពីអ្វីៗទាំងអស់បានសម្រាប់អស់រយៈពេលជាយូរមកហើយជាការសមស្របដោយនរណាម្នាក់បានមកជំនួយនៅកន្លែងរបស់ពួកគេកំណត់ត្រាការប្រកួតដ៏ធំនឹងទៅជាចានមានឥទ្ធិពលបំផុតនៅក្នុងទ្វីបនេះហើយនៅលើជញ្ជាំងថ្មនៅចំណុចកណ្ដាលហាអ្នកនឹងមិនជឿទេខ្មោចឈូដែលបាននិយាយថាស្លាប់នោះនឹងនៅតែសុខសប្បាយល្អធម្មតាមានអ្វីមួយកំពុងតែកើតឡើងនៅដំណាក់កាលទី4ដំណាក់កាលទៀបចំណាត់ថ្នាក់កំពុងតែត្រូវបានដំឡើងវាធ្លាប់តែជារបស់សាងសៀនជីងដែលត្រូវបានគេណែនាំដោយព្រះអង្គម្ចាស់ដ៏បរិសុទ្ធវាគឺជាលូហុងឥឡូវនេះសាងសៀនជីងគឺជាព្រះរបស់ខ្ញុំហើយលូហុងជីគឺជាណាតើនាងមើលទៅល្អទេនាងគឺជាលូហុងជីយីហេបងប្រុសទាំងអស់គ្នាអរុណសួស្ដីតើអ្នកសុខចិត្តលក់បញ្ជីទាំងអស់គ្នាមកកាន់ខ្ញុំទេខ្ញុំនឹងពិនិត្យមើលវាម្ដងទៀតនៅចំណុចសំខាន់ណាមួយអូបើបងប្រុសឈូត្រូវការវាយកទៅត្រូវហើយអរគុណខ្លាំងណាស់អ្នកទាំងអស់គ្នាអ្នកបានឮហើយមែនទេបងប្រុសឈូបានចូលទៅក្នុងបញ្ជីឋានសួគ៌ហើយវាមិនមែនជារឿងគួរឲ្យយកនិងគួរឲ្យលេងសើចជាមួយនឹងគាត់ទេមែនហើយខ្ញុំឆ្ងល់ថាតើគាត់ខ្លាំងប៉ុណ្ណាទៅបន្តមកយើងឃើញថាស្ដេចបិសាចឈូបានមើលទៅកាន់ព័ត៌មាននៅក្នុងសិភៅហ្នឹងព័ត៌មានពីទ្វីបឈូធានឈូអ្នកដែលជាស័ក្តិសមបំផុតនៅក្នុងបញ្ជីឋានសួគ៌លោកឈូដែលជាកូនប្រុសរបស់យ៉ាវគួងនិងកូនស្រីដែលអ្នកបួសនៅក្នុងភ្នំខុនលុនបានយកឈ្នះលើការប្រកួតប្រជែងជាច្រើនជាងនេះទៀតនឹងចំណាត់ថ្នាក់ទី4ក្នុងបញ្ជីឋានសួគ៌ឲ្យចំនួនឲ្យបិសាចឈូស្ត្រី4មកពីនិកាយហុងយីដែលជាកូនសិស្សរបស់និកាយហុងយីបានក្លាយទៅជាអ្នកខ្លាំងទី4នៅក្នុងបញ្ជីឋានសួគ៌របាយការណ៍ស្ដីពីសមរភូមិចុងក្រោយរបស់ចិញ្ចាំងនៃទ្វីបទាំងនេះបានបង្ហាញក្នុងរយៈពេល6ខែកន្លងមកនេះពួកអ្នកនោះសិតសឹងតែត្រូវរងរបួសហើយអ្នកប្រយុទ្ធនៅក្នុងការប្រកួតនៅក្នុងទឹកដីបរិសុទ្ធនិងពួកវិសាចដែលក្នុងសមរភូមិទាំងអស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិស្ត្រីនោះហុងឈីពិតជាខ្លាយទៅជាអ្នកខ្លាំងទី4ក្នុងបញ្ជីឋានសួគ៌ហើយមែនទេចាប់ខ្លួនស្ត្រីមកពីនិកាយហុងយីនិងជាកូនសិស្សរបស់និកាយហុងយីបានក្បត់និកាយរបស់ពួកគេហើយនិងបានសម្លាប់អ្នកនិងមនុស្សជាច្រើនយោងទៅតាមមេនិកាយហុងយីស្ត្រីមកពីនិកាយហុងយីជាអ្នកបានប្រើនៅដៅខំបានសម្លាប់អ្នកប្រយុទ្ធជាច្រើនដើម្បីសងសឹកនៅចូលរួមក្នុងសមរភូមិរបស់ពួកវិសាចស្ត្រីមកពីនិកាយហុងយីដែលជាអ្នកប្រើដាវក្រហមបានសម្លាប់មនុស្សជាច្រើនហើយបានចូលរួមជាមួយនឹងពួកវិសាចទៅហើយសូមប្រុងប្រយ័ត្នចំពោះស្ត្រីនោះហើយកុំមើលស្រាលនាងឲ្យសោះហើយស្មានតាពីណាគេក៏ពិតគឺជាក្មេងឈួតនោះតែប៉ុណ្ណោះបន្តមកយើងកាត់មកកាន់ក្រមពលឺប្រចាំយើងឃើញថាមានបរិសុទ្ធនិងស្ត្រី2នាក់ដែលកំពុងតែនិយាយគ្នាម្នាក់បាននាំខ្លួនថាគឺជាលូហុងយីដោយដែលបានឃើញគ្រួសាររបស់ខ្ញុំត្រូវបានសម្លាប់ទាំងអស់ហើយខ្ញុំគឺជាជួយសៀវបរិសុទ្ធនោះបាននិយាយគ្រួសាររបស់ខ្ញុំនៅលើផ្កាយនៅលើមេឃដូច្នេះហើយខ្ញុំមើលមិនឃើញពួកគេតសោះហើយចាប់តាំងពីពួកយើងបានស្គាល់គ្នាចាប់ពីពេលនេះតទៅយើងនឹងខ្លាចជាគ្រួសារតែមួយតើអ្នកគិតយ៉ាងដូចម្ដេចប្រកាសហើយដូច្នេះវាត្រូវបានគេសម្រេចហើយចាប់ពីពេលនោះទៅ
យើងនឹងខ្លាចជាគ្រួសារតែមួយហើយបងស្រីធំអើយខ្ញុំបានពេញចិត្តអាណាម្នាក់តើខ្ញុំអាចជួយខ្ញុំបានទេចំពោះការរកឃើញអាណាម្នាក់បានទេបន្ទាប់មកយើងឃើញនារីម្នាក់បានហៅទៅកាន់វិសាឈូថាបងប្រុសជួយសៀខ្ញុំមកដល់ហើយអូបងអូនស្រីបងប្រុសធំកំពុងមើលអ្នកពីលើប្រច័ណ្ឌដូច្នេះហើយត្រូវប្រយ័ត្នខ្លួនផងដែរខ្ញុំគ្រាន់តែមានអារម្មណ៍រំជួលចិត្តបន្តិចនិយាយចំអំពីបញ្ហារបស់បងប្រុសធំយើងបានទៅកាន់ភ្នំយិនយ៉ានអស់រយៈពេលជាង30ឆ្នាំហើយនៅពេលដែលពួកវិសាចបានវាយប្រហារនគររបស់យើងហើយបងប្រុសធំបានចេញទៅដើម្បីកម្ចាត់ពួកវាដើម្បីនាំសន្តិភាពមកកាន់ពិភពលោកឡើងវិញពេលវេលាបានហោះហើរទៅមុខអ្នកនៅតែក្មេងតូចដដែលមានតែ2 3នាក់ប៉ុណ្ណោះដែលរស់រានមានជីវិតអំពីការវាយប្រហាររបស់ពួកវិសាចដោយពាក្យចាស់បាននិយាយចឹងបើសិនបើអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយបងប្រុសរបស់អ្នកនឹងទទួលបានពរជ័យទាំងអស់នៅពេលក្រោយមកកាន់និកាយវិញបងប្រុសធំគឺជាស្រុកកំណើតរបស់អ្នកប៉ុន្តែនេះគឺជាផ្ទះពិតរបស់អ្នកលោកគ្រូនិងខ្ញុំគឺជាគ្រួសាររបស់អ្នកផងដែរបើសិនបើអ្នកមានអារម្មណ៍ថានឹកផ្ទះនៅថ្ងៃណាមួយសូមមករកខ្ញុំមកបាទខ្ញុំនឹងធ្វើវាពាក្យចាស់លបនពោលថាអ្នកគឺស្លាប់របស់ខ្ញុំទាំងអស់នៅពេលដែលផ្លាស់ប្ដូរនៅតែច្រើន30ឆ្នាំមុនអ្នកបានរួចយកជីវិតដល់សំណាងវាគឺជាសំណាងល្អដែលបានរៀបចំអ្វីៗគ្រប់យ៉ាងជាការពិតការជួបវាជាមួយគ្នាគឺជាការរៀបចំជាមុនហើយនាំមកនៅការដឹកនាំដ៏អស្ចារ្យដឹកនាំទៅកាន់ទឹកដីបរិសុទ្ធតៃស៊ូដ៏អស្ចារ្យផងដែរខ្ញុំមានអារម្មណ៍ថាបងប្រុសធំមានអ្វីខុសបន្តិចពីមុនគាត់តែងតែជៀសវាងប៉ុន្តែឥឡូវនេះគាត់ពិតជាស្និទ្ធស្នាលជាមួយខ្ញុំមែនទេបន្ទាប់ពីគិតក្នុងចិត្តអស់រយៈពេលជាង3000ម៉ោងក្រោយមកយើងឃើញថានាងចាប់ដើមអៀនខ្វែហើយបានហក់ទៅថើបបិសាឈូមានប្រតិកម្មជាគុណអត់ទាន់បងប្រុសធំនេះគឺជារបស់ល្អដែលខ្ញុំបានរាយការណ៍ឲ្យអ្នកសម្រាប់ឲ្យស្ទូទៅបងប្រុសអើយយប់នេះខ្ញុំនឹងបន្តក្នុងការវឹកហាត់ទៅទៀតហេតុអ្វីបានជានាងថោកខ្ញុំហើយស្ងប់ចិត្តបន្តិចសិន3ថ្ងៃមុនលាវហងយីបានបង្ហាញខ្លួននៅក្នុងទ្វីបនៃទីក្រុងឆាងអានវាពិបាកបន្តិចហើយតមកយើងកាត់មកកាន់ទ្វីបនៃទីក្រុងឆាងអាននៅទ្វីបខាងកើតទីក្រុងឆាងអានកំពុងតែត្រូវបានគេវាយប្រហារនិងមានបិសាចឈូមកកាន់ទីនេះចង្រៃយកអើយបន្តមកតាកញ្ចាស់នឹងបាននិយាយពាក្យទៅនឹងដដែលដែរថងចំណុចហ្នឹងប្រហែល admin ក៏អត់សូវយល់ប៉ុន្តែគ្រាន់តែតាម admin ស្មានណាប្រហែលជាម្នាក់ស្រីហ្នឹងយកឈ្មោះបិសាចឈូទៅជាឈ្មោះរបស់វាអញ្ចឹងណាហើយបន្តមកកាត់មកកាន់ស្រីយើងជាបន្តទៀតលាវហងជីកូនស្រីរបស់និកាយលាវហងជីហើយបានធ្វើឲ្យសមរភូមិទាំងអស់ត្រូវបានភ័យខ្លាចទៅហើយសត្រូវរបស់យើងនៅមិនអត់ឲ្យទេយើងនឹងហែកសាច់របស់អ្នកជាបំណែកចង្រៃយកស្ត្រីនេះពិតជាអាក្រក់ពេកហើយនិយាយច្រើនមែនតាកញ្ចាស់អើយស៊ីដាវទៅអញ្ចឹងងាប់ទៅកុំតប៉ាយជាមួយអញច្រើនអ្នកណានៅថ្ងៃបន្ទាប់ទៀតខ្ញុំនឹងសម្លាប់ពួកអាចចង្រៃយកនៅទាំងអស់គ្នាឲ្យបាត់ពីពិភពលោកនេះអាចកបាំងនៅតែច្រើនតែអ្នកពិតជាប្រឆាំងនឹងកម្ពុជាទាំង10មែនទេពិភពលោកគឺចិញ្ចឹមរបស់គាត់ហើយចិញ្ចឹមរបស់ខ្ញុំផងដែរហើយនៅក្នុងពិភពលោកនេះប្រសិនបើគាត់គឺជាប្រច័ណ្ឌឬប្រពុតខ្ញុំនឹងដាក់ពិភពលោកតូចរាប់មិនអស់នៅក្នុងការចិញ្ចឹមរបស់គាត់ប្រសិនបើគាត់គឺជាវិសាចខ្ញុំនឹងធ្វើឲ្យគាត់ស្អាតនៅក្នុងចិញ្ចៀមរបស់ខ្ញុំបន្តមកកាត់មកកាន់តថ្ងៃក្រោយមកយើងឃើញថាវិសាចឈូកំពុងតែវឹកហាត់ហើយបាននិយាយថាខ្ញុំបានវឹកហាត់សិស្សនៃក្បាច់គុណពិភពលោកក្នុងការសម្អាតបរិសុទ្ធក្លាស៊ីរាប់មិនអស់រយៈពេល3ឆ្នាំនេះគឺជាឱកាសដ៏ល្អឥតខ្ចោះដើម្បីសាកល្បងវាហើយវាពិតជាអស្ចារ្យពេកហើយតមកយើងឃើញថាប្រព័ន្ធបានលោតឡើងអត្ថបទនៅលើកណ្ដាលសេចក្តីជួលដំណឹងអាក្រាវិរុទ្ធកំពុងតែលេចឡើងត្រូវបានស្គាល់ថាគឺជាអ្នកខ្លាំងទី9នៅក្នុងច្បាប់នៃឋានសួគ៌និងផែនដីដែលជាអ្នកបញ្ចូលគ្នាដ៏ឥតខ្ចោះគាត់គឺជាអ្នកចម្បាំងដ៏ខ្លាំងបំផុតក្នុងអាណាចក្រអ្នកបួសគាត់អាចធ្វើឲ្យអ្នកខ្លាំងបំផុតនៅក្នុងកម្ពីផ្សេងមានកម្រិតដ៏ធំហើយមិនអាចប្រកែកបានអ្នកបួសដែលមានទេពកោសល្យខុសនៅខ្ពស់ពីការយល់ដឹងហើយបន្តមកអាក្រាវិរុទ្ធនេះគឺវិបាកក្នុងការយល់ដឹងពេកហើយបរិនោះបាននិយាយដោយសម្លេងទាបនឹងជ្រៅហើយបិសាជូទោះបីជាខ្ញុំត្រូវបានទៅជាបុកខ្លាំងក៏ដោយនៅតែមិនអាចយល់អ្វីៗគ្រប់យ៉ាងបានទេតែបន្តមកយើងឃើញថាមាននារីម្នាក់ដែលនារីនៅបាននិយាយទៅកាន់បិសាជូថាតើអ្នកជាណានៅទីនោះខ្ញុំបាត់ឈ្មោះហួរ
Linh Sĩ cứ chỉ bong thom nơi còn búp nôm chuẩn sẽ tây nô ban để dây thả ta nè cứ chỉ chui xi mần tỉ ô tơ hỏi ní cứ chỉ còn búp nôm ban ra nè cứ chỉ bong xây thom huông lâu phai mần tỉ mau pi còn búp nôm chuẩn mần tỉ nè tơ ta chia chui xỉa tơ hỏi trong chập bên này tơ admin xong hai nè cụ ô nắng tha cứ chia nè cụ ôn hua từ hai bong xây hua từ bên này cái số chuột hai năm mỗi cũng ai admin vừa qua hỏi nè nó cứ chỉ tu ai sẽ môi tiệt đá chẳng hai admin hai tháng nè cụ ôn hua từ hỏi tỏ mong những khách tha bởi sao chu ban thì dây thá biết chúng lấy bị hỏi liền miên tra ra tật hỏi những mơ cứ cầm bông tật phô vậy còn bắp trong thả lúc chu cầm bông ta tầm lẽ nơi tầm đông xem đầm bay chúc trong mình tỷ ní cứ bơ chia của cha rom bị hỏi sự tây nô ban này gì ồ chui xỉa xuống đây bông xây thom hụa trong số ba chất na đại ban chụp nè thằng ai nỉ ta nè chia mình nô đỏ cha mình tỷ ta nè cứ cầm bông tờ tơ nà bông xây thủng trong cầm bông đa vắt hạt rồi bóc sầm học trong ban chụp nè đón tiền được nung nỉ nè cầm bông tờ khất con bông bay vắt hạt chẳng lăng làm bay tờ can tật đây bị sát đó át cả băng mình tỷ nửa ti nô viên bị sát chỉ trán chỉ mới là can này ca bọc hạt chấm ai chui nè bản móc chấm mực cho một bạn năng việc cho giờ động mình việc dễ mùi đặc cụ ốm mình tay việc từ mơ ốp bay này cụ ôn nó mơ lần trong trên cho mọi việc bàn xua thá ở trái hơi bông sậy chấm trong miền sườn núi chỉ trán trong xua nè rất cha hùa cần lấy ni miền đồng vây được trong đẳng ta nè ai nay nong trong bàn tế bông sậy hùa bạn số mơ từ can mục muốn may ca này ai thì đi đỏ trả mềm núi môi chùm luôn bắn đỏ để riêng rom mùi mơn năm đỏ ai trên đó cầm đất này ca chấp đi sân thị long vịnh đỏ cha được nông phiền nỉ còn tay xuống bay đèn nè chấp đi sân thị của bổng phật có mình ai bổng bay từ can chấp bắp này đái đỏ bỏ atri ban đại rúa atri cứ chỉ nè khlang phật được nông phiền nỉ miền riêng môi chùm luôn đặt cho mình ai vô bản tạo miền vây đấy atri đỏ cha đủ nè cứ chỉ nè đây nè khai tư chi atri đỏ cha là ngày nào mùi để ai cục rong cái nè phiền nỉ bản còn tay đâu cứ chỉ cá bật đè nẹp xinh mình ai từ tua dọc ban tỷ ẩn trong vi mê này thá miền đè nẹp khlang chiêng atri đỏ cha và nó đã ai cục rong phiền đi ban mình tỷ nè dây tơ hỏi atri đỏ cha cứ chỉ nẹp khlang vòng phòn được nung phiền đi hỏi bà tua bay chỉ giang na đói miền đè nẹp khlang chiêng atri và nó tơ ai cục rong bản hơi cho mình vô hai con mình đang thả nè na cái đói con mình miền thằng nãy cái bút nó tê không chấm năm atri nụ chăm tăng pi mấy ca baran để miền atri đỏ cha ban bắt luồn nó mấy ca này atri đỏ cha ban lịch láng mình đai miền là nam nè ách lịch lôm đóng tiền 1 tỷ còn ta nên tìm chọc bút kê ban bắt luồn khỏi năm bút kê nơi mình ai đâu khơi bản và đóng tiền không bị phục lâu ní lỏi nè đại ai khai tư chi atri đỏ cha ban cứ chỉ nè đại miền tới cái shop bị xe đôi chỉ nè còn ta nè ban trên đó tận nè nô tỷ cứ chỉ plei khôi khát nâng chia anakut đây mà chúng bà dương tơ tay bị cha na chấm pua đi rương đi ở ban si chấm rời từ đó hai cho mình nó smart thay dương nâng này gì ông pi việc bắt đỏ cha đầm bay khai tơi chi atri nụ tỷ việc bên chim hai ta bị hỏi bóng sấy hua á tới nét nó tơi na lên đi bạn chấm nâng cận trong băng ranh đầm bay bị bắt đợi ocean khẩm bóng sấy hua á tại dương nâng chúc hiệp đông tiệt tỷ chấm nâng tranh một căn tên đi đầm bay xoay rộng nét nơi ngay anakut nâng tật đây được ăn cả băng rồi bỏ rẽ phong này lỗ hỏi bóng sấy trong nâng rong trăm nè nửa tên nỉ ai từ lông một mình chẳng mơ trò trong nâng chắp nè ít cỡ to tập bản hề lông chắp tẻ bản rắc thả nè khlang bị hỏi đại miến cầm đất từ căn niệm viêm mè rom tha mơn ác bị tỷ bị bắn súng ngắt nâng si châm rời từ ban kia khơi trong băng băng trải trong nâng phai độc nơi xong rẽ đỏ cha một tham tiết đầm bay rồi bốc chồng hỏi xua quạt ông pi riêng niệm đông tiệt mấy ở sống trước trong phòng bám nó tệ viên đang dứt pe hỏi nè cứ chỉ con trai được bo nè chấp đi sân thi lăng với đỏ trả hỏi chăm chưa chạy tha quạt đừng ai chui nè vào sân ban quạt xua ông pi riêng đi được tọa ô tôi hỏi mấy ở bí mật mai chỉ ca ai chui nam nè ban được tỷ tụi bây chỉ trong cư chỉ con trai được bo nè chấp đi sân thi lăng với đỏ cha còn đói cọc trong miền sân phòng đại xua quạt ông pi hát phong nam môi phòng đại nếu cứ chỉ con pro bo cho vay này kêu được bóc chồng còn tay tay bật bật chụp pua bong sấy giá đàn đại chia bong sấy được bóc chồng đại miền ác kia ra mình xong rụng còn tay mơ tới vì mình quân qua bên thì
ចាំតាំងពីអ្នកបដិសេធអំពីរបស់ល្អចាពីពូរបស់ខ្ញុំគាត់គឺជាបងប្រុសរបស់ម្ដាយរបស់ខ្ញុំគួរតែធ្វើឲ្យគាត់មិនខកចិត្តនោះទេមិញតែអ្នកចង់បន្សល់ខ្សាច់ប្រាក់ទាំងនេះទេអ្នកគឺជាចវាយមែនទេអ្នកតែងតែមានសាច់ប្រាក់ដ៏អស្ចារ្យខ្ញុំបានបន្តបដិវត្តជាច្រើនអស់រយៈពេលប្រហែលថ្ងៃនេះខ្ញុំមិនទាន់បានឃើញបងស្រីរបស់ខ្ញុំនៅឡើយទេដូច្នេះខ្ញុំសង្ឃឹមថាខ្ញុំអាចប្រគល់វាទៅឲ្យនាងម្ដងទៀតបានមើលទៅអាផ្លាក់ចុយនេះគឺជាអ្វីដែលខ្ញុំទទួលបានបន្ទាប់ពីលំបាកអស់ជាច្រើនឆ្នាំខ្សាច់ប្រាក់នៅស្ថិតនៅក្នុងដៃរបស់ខ្ញុំហើយខ្ញុំនឹងក្លាយទៅជាម្ចាស់វាទាំងសងចំពោះរឿងនេះនៅពេលដែលពេលនេះមកដល់ចវាយនេះរបស់ខ្ញុំនិងម្ដាយរបស់ខ្ញុំនឹងត្រូវសុំជំនួយពីនាងចាយើងគួរតែបញ្ជាក់តម្លៃច្បាស់ចុះបើវាឈានដល់ឋានៈដ៏ខ្ពស់វិញចវាយអើយអ្នកពិតជាមនុស្សល្អពេកហើយហេអបកាច់នេះខ្ញុំស្មានថាវាព្យាយាមឲ្យខ្ញុំប៉ុន្តែមើលទៅគាត់មានចិត្តទូលាយពេកហើយខ្ញុំត្រូវតែផ្ដាច់មុខនៅថ្មវិញ្ញាណទាំងនេះបើមិនជាទេខ្ញុំមិនអាចដំណើរការទៅកាន់ឈូសៀនបានទេបានត្រូវហើយតើមានប៉ុន្មាននៅពេលបន្ទាប់មិនច្រើនពេកទេនៅសល់តែប៉ុណ្ណឹងប៉ុណ្ណោះស្អីគេពី3មែនទេអាចចង្រៃយកនេះពិតជាលេងសើចពេកហើយវាប្រាប់គេពី3ដល់ពេលវាចាក់មកកណ្នូកដូចជាភ្នំតូចមួយបាទណាសាំជួយម៉ែស្អីគេអញមិនមានលុយឲ្យឯងគ្រប់គ្រាន់ណាឈូសៀននេះគឺជារបស់ខ្លាញ់ទេមែនទេហើយបីបានជាអ្នកមិនរក្សាគាត់នៅក្នុងការត្រួតពិនិត្យគ្រប់គ្រាន់ហើយអ្នកបានយកសាច់ប្រាក់របស់អ្នករួចទៅហើយដូច្នេះហើយត្រឡប់ទៅវិញអាចចង្រៃយកអើយអាសះក្បត់ហើយបីបានជាអ្នកម្ដងភ្លាមបង្កបញ្ហាភ្លាមបង្កហេតុមែនទេវាជាការផ្លាស់ប្ដូរដោយយុទ្ធធម៌ហើយឯងហៅថាខ្ញុំថាម៉េចអាសះក្បត់អូនសម្លាញ់អើយបែកគ្នាប្រហែលថ្ងៃអូនឯងហៅបងសិតតែអាសះក្បត់ចាំមើលចាត់ការចេញម្ដងអាសឹកបត់អញកំពុងធ្វើអ្វីទិញណយអតទិញណយនៅក្នុងសបិនរបស់អ្នកមែនទេរបស់ទាំងនេះនឹងធ្វើឲ្យអ្នកសុខស្រួលពេញមួយថ្ងៃអូនអើយហើយបើបានជាអ្នកប្រៀបធៀបខ្ញុំបែបនេះតើអ្នកកំពុងតែឡើងទម្ងន់មែនទេអូនសម្លាញ់អើយហេតុអ្វីបានជាអ្នកនៅតែត្រួតពិនិត្យរាងកាយរបស់អ្នកឲ្យបានត្រឹមត្រូវពង្វៃស្មារតីពេកហើយចង្រៃយកអាសឹកបត់ខ្ញុំមិនបានឡើងគីឡូនោះទេវាកំពុងតែស្រកដេសាតែឯងត្រូវឲ្យលោកគ្រូមានអ្វីដែលខ្ញុំសុំពីអ្នកនៅក្នុងរាជវាំងរបស់អាត្រិកផ្លាស់ប្ដូរចេញពីផ្លូវខ្ញុំនឹងនាំវាទៅកាន់ទីនោះអូហូវាមានរបស់អាត្រិកមែនទេលោកគ្រូអើយតើវានៅណាខ្ញុំចង់ទៅមើលវាបន្តិចគឺនៅទីនោះមើលទៅតាមការរំពឹងទុករបស់ចវាយអ្នកពិតជាកំពុងតែសាកល្បងខ្ញុំមែនទេចង្រៃយកមិនត្រឹមតែមានថ្មពលឺដ៏អស្ចារ្យប៉ុណ្ណោះទេវាគឺបង្កើនកម្ដៅផងដែរចង់សាកល្បងខ្ញុំមែនទេលោកគ្រូអ្នកពិតជាគ្មានមេត្តាពេកហើយលោកគ្រូសឹកបត់តើអ្នកកំពុងតែគិតនឹងធ្វើអ្វីចវាយអើយអ្នកពិតជាគ្មានមេត្តាខ្ញុំនឹងដោះស្រាយអ្នកគឺជាសឹកបត់តើអ្នកហ៊ានធ្វើបាបខ្ញុំមែនទេប្រព័ន្ធបានលេចឡើងល្បឿននៃការដាំដុះបានឡើងរហូតដល់33ដងបច្ចេកទេសនៃការដាំដុះពិតជាគួរភ័យខ្លាចបច្ចេកទេសសម្ងាត់មិនគួរជឿការយល់ដឹងដំបូងនៅក្នុងជុំវិញវិញ្ញាណកម្រិតដ៏អស្ចារ្យការយល់ដឹងបឋមបច្ចេកទេសទាំងអស់នៅក្នុងដំណាក់កាលនៃអមតៈ24និងសល់ចម្ងាយរហូតដល់25អាម៉ាត់នៅសំណាងរបស់មគលដ៏មានឥទ្ធិពលសម្រាប់ការចង់ដឹងចង់ឃើញថាមពលសរុបជាង35ដងអំណាចនៃការបញ្ជូតនៅការដាំដុះធម្មតានៅក្នុងអាណាចក្រដូចគ្នានៅពេលដែលអ្នកបានអ៊ីកជាមួយអ្នកគ្រូល្បឿននេះពិតជាមិនគួរជឿពេកហើយបន្ទាប់ពីបិសាចឈូបានអ៊ីកមកយើងឃើញថាពិតជាមានឥទ្ធិពលនៃក្លិនក្រអូបឋានសួគ៌ជួយបង្កើនអារម្មណ៍របស់ខ្ញុំហើយពង្រីកនៃការដាំដុះរបស់ចង្វាយផងដែរប្រាប្រដាតូចមានរបស់ប្រើប្រាស់ជាច្រើនវាអាចសន្សំសំចៃដល់ការប្រើប្រាស់របស់ខ្ញុំប្រចាំថ្ងៃផងដែរអាសាក្បត់អើយឯងក្រពេកហើយមុននឹងចាក់ចេញមែនទេឥឡូវនេះគាត់ត្រូវតែនាំយកទៅឆ្ងាយដោយសារតែគាត់ក្រអឺកតុំពេកគាត់នឹងអាចដកការរំលឹកទៅមកពីខ្ញុំពិតប្រាកដប្រហែលជាគាត់ភ្លេចការបិទត្រាពីខ្ញុំហើយមុននឹងចាក់ចេញគាត់ពិតជាភ្លេចបិទខ្ញុំមែនទេមានអារម្មណ៍ល្អណាស់ក្នុងការដាំដុះនៅពេលនេះអារម្មណ៍នៃការរឹតបន្តឹងថាមពលរាងកាយរបស់ខ្ញុំពិតជាអស្ចារ្យពេកហើយអ្នកដឹងអំពីថាមពលវិញ្ញាណពិភពលោកម្ដងទៀតហើយវាពិតជាអស្ចារ្យក្នុងឡងពេលនេះខ្ញុំត្រូវតែផ្សារភ្ជាប់ការដាំដុះរបស់ខ្ញុំពិតជាជឿនលឿនមែនអាចតាក់ទងមកពីអាជនក្បត់នោះមែនទេហេគ្រាន់តែរងចាំទៅចាំមើលស្អីគេឯងចាំមើលឯងយាមតាមផុតមាត់ផងអាថាមពលនៅក្នុងបាត់ដៃរបស់អ្នកគ្រូអូនបានផ្ទុះបាត់ថាមពលវឹកហាត់ហ្នឹងណាអបកាច់យកអើយអញកំពុងតែបោកខ្ញុំមែនទេអាជនក្បត់អញវាយនឹងឯងឲ្យស្លាប់អ្នកគ្រូអូនស្អប់គេតែលួចធ្វើអាតកតាភាសាជួយណាគឺជឿហ្មងឆ្លាញ់ភាសាជួយមកទៅបន្ទាប់មកយើងឃើញថា
ស្អីគេនោះហេតុអ្វីបានជាមានអារម្មណ៍នៅក្នុងចលនានៅក្នុងពោះរបស់ខ្ញុំសាយរឿងរបស់យើងមិនប៉ុណ្ណាគ្នាសូមអរគុណចំពោះការតាមដានហើយសូមអធិស្ឋានចំពោះកំហុសខុសឆ្គងផងហើយក្តីព្រដែរថងស្អីគេចលនាក្នុងពោះនឹង admin មើលស្មានប្រហែលអ្នកគ្រូអស់មានកូននេះមើលទៅហើយអ្នកគ្នាបើមើលហើយកុំភ្លេចជួយ subscribe និង comment like អ្នកមួយផងដើម្បីឲ្យ admin មានកម្លាំងចិត្តក្នុងការធ្វើវីដេអូទៀតហើយណាមួយការ like ការ share ការ comment អីហ្នឹងធ្វើឲ្យវីដេអូ admin ឆាប់ទូអញ្ចឹងណា